រៀនពាក្យអង់គ្លេសជាមួយខ្ញុំពាក្យប៉ុណ្ណឹងពាក្យទី1គឺ able បាទយើងអានថា able ឧទាហរណ៍ I am able to help you I am able to help you ន័យថាខ្ញុំអាចជួយអ្នកបានអញ្ចឹងពាក្យទី1គឺ able បាទ able យើងប្រែថាអាចបាទអញ្ចឹង I am able to help you ខ្ញុំអាចជួយអ្នកបានពាក្យទី2គឺ about យើងប្រែថាអំពីឧទាហរណ៍ Tell me about your day Tell me about your day បាទន័យថាតើប្រាប់ខ្ញុំអំពីថ្ងៃរបស់អ្នកបានទេថ្ងៃនោះទេនេះសំដៅទៅនឹងទម្លាប់របស់យើងណាឧទាហរណ៍ថាយើងទម្លាប់ធ្វើអីខ្លះអីចឹងទៅក្នុងមួយថ្ងៃហ្នឹងហ្នឹងគឺគេហៅថា my day ឬក៏ your day បាទ day ក្នុងទីនេះណាអញ្ចឹងពាក្យទី2គឺ about យើងប្រែថាអំពីបាទយើងមកមើលពាក្យទី3បាទពាក្យទី3គឺ above បាទ above យើងប្រែថាខាងលើយើងមកមើលឧទាហរណ៍ the picture is above the bed បាទ the picture is above the bed មានន័យថារូបភាពខាងលើគឺវានៅលើគ្រែបាទរូបភាពខាងលើរូបភាពគឺវានៅខាងលើគ្រែបាទឥឡូវយើងមកមើលបន្តទៀត accept បាទ accept យើងប្រែថាទទួលយកឧទាហរណ៍ថាយើងទទួលយកអីមួយចឹងណាបាទឥឡូវយើងមកមើលឧទាហរណ៍បងប្អូនយើងមកមើលឧទាហរណ៍ I accept your invitation I accept your invitation ន័យថាខ្ញុំទទួលយកការអញ្ជើញរបស់អ្នកបាទអញ្ចឹងពាក្យ accept យើងប្រែថាទទួលយក I accept your invitation ខ្ញុំទទួលយកការអញ្ជើញរបស់អ្នកបាទឥឡូវយើងមកមើលជាបន្តទៀតពាក្យទី5បងប្អូនពាក្យទី5គឺ across បាទ across វាប្រែថាឆ្លងកាត់បាទ he walks across the street បាទ he walks across the street វាប្រែថាគាត់ដើរឆ្លងកាត់ផ្លូវបាទគាត់ដើរឆ្លងផ្លូវចឹងពាក្យថាឆ្លងផ្លូវគឺ across the street បាទ across the street បាទជាងគេប្រែថាគាត់ដើរឆ្លងផ្លូវសរុបមកពាក្យ across យើងប្រែថាឆ្លងកាត់បាទបន្តទៀតនេះគឺ act យើងប្រែថាសម្ដែងបងប្អូន act យើងប្រែថាសម្ដែងឧទាហរណ៍ she acts in the school play she acts in the school play បាទន័យថានាងគឺបានសម្ដែងបាទបានសម្ដែងលេងនៅក្នុងសាលាណាហ្នឹងគឺយើងប្រែ act យើងប្រែថាសម្ដែងណាបងប្អូនបាទឥឡូវយើងមកមើលបន្តទៀត add បាទ add យើងប្រែថាបន្ថែមរក add some sugar to the tea បាទ add some sugar to the tea បាទយើងបន្ថែមស្ករបាទបន្ថែមស្ករនៅក្នុងទឹកតែបន្ថែមតិចទៀតណាវាមានរសជាតិហ្នឹងវាអត់សូវផ្អែមបាទ add some sugar to the tea បាទឥឡូវយើងមើលពាក្យទី7ពាក្យទី7គឺ after យើងប្រែថាបន្ទាប់ឬក៏បន្ទាប់ពីបាទ after
បន្ទាប់ឬក៏បន្ទាប់ពីចឹងយើងមកមើលឧទាហរណ៍ we will go home after lunch បាទ we will go home after lunch បាទចឹងយើងនឹងទៅផ្ទះបន្ទាប់ពីញ៉ាំបាយថ្ងៃត្រង់ហើយណាបាទចឹងបន្ទាប់ពីញ៉ាំបាយថ្ងៃត្រង់ហើយគឺយើងនឹងទៅផ្ទះអញ្ចឹង I will go home after lunch បាទបន្តមួយទៀតគឺពាក្យ again 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 យើងប្រែថាម្ដងទៀតបាទ again យើងប្រែថាម្ដងទៀតជាយើងមើលឧទាហរណ៍ please try again please try again បាទ please try again យើងប្រែថាសូមព្យាយាមម្ដងទៀតបាទឥឡូវយើងមកមើលពាក្យចុងក្រោយពាក្យចុងក្រោយគឺ ache បាទ ache អានេះយើងមិនយើងអាន age បាទ age បាទយើងប្រែថាអាយុបាទ what is your age បាទ what is your age នេះថាតើអ្នកមានអាយុប៉ុន្មានបាទអ្នកមានអាយុប៉ុន្មាន what is your age បាទអញ្ចឹងសម្រាប់វីដេអូនេះយើងបញ្ចប់ត្រឹមប៉ុណ្ណឹងជួបគ្នាវីដេអូបន្តទៀតនៅក្នុងមេរៀនបន្តបាទ